សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំនៅអត្ថបទក្តៅគគុកដើម្បីចែកជូនបងប្អូនទាំងអស់គ្នាទាក់ទងនឹងខ្សែជីវិតអ្នកអនឡាញដែលជាបងប្អូនបង្កើតហើយមានបញ្ហាជាមួយគ្នាយោងតាមគេហទំព័រ Facebook Page ផ្លូវការរបស់អ្នកនាងតេងតាណាបានបង្ហោះ caption នេះថាយប់នេះម៉ោង 6:30 នាទីខ្ញុំនឹងយកភាពស្អាតស្អំរបស់ខ្ញុំមកវិញទាំងអស់ខ្ញុំលែងទ្រាំលែងមានមនោសញ្ចេតនាអីទៀតហើយសម្រាប់ caption ទី2បានបង្ហោះបន្តទៀតថាគ្រប់យ៉ាងនៅពីក្រោយវាំងននខ្មៅនឹងត្រូវបានលាតត្រដាងទាំងអស់នៅយប់នេះខ្ញុំលែងទ្រាំទៀតហើយមាសសុទ្ធមិនខ្លាចភ្លើងចាបងប្អូនទាំងអស់គ្នាអញ្ចឹងបានដឹងច្បាស់ហើយតកតងនឹងគូចំនួនមួយនេះអញ្ចឹងចំនួនមួយនេះគឺបានកើតឡើងរវាងបងប្អូនបង្កើតស្រី2នាក់ដែលជាអ្នកនាងអាជីនិងអ្នកនាងតេងតាណាដែលអ្នកទាំងពីរគឺមានគ្រួសាររៀងៗខ្លួនអស់ហើយអ្នកនាងតេងតាណាបានចាប់ដៃជាមួយនឹងលោកមិត្តរាដើម្បីកសាងគ្រួសារមួយដែលមានឈ្មោះបោះសម្លេងក្នុងវិស័យអនឡាញនាពេលបច្ចុប្បន្ននេះផងដែរថ្ងៃនេះលោកមិត្តរាបានកាន់ឯកសារនិងធ្វើការ live ប្រលះបងថ្លៃរបស់ខ្លួនយ៉ាងពេញទំហឹងតែម្ដងដែលមានរយៈពេលការ live ដល់តែ3ម៉ោងអ្នកទាំងពីរ live ក្នុងគោលបំណងថ្ងៃនេះគឺមានច្រើនខ្លាំងមែនទែនប៉ុន្តែអ្វីដែលនាងខ្ញុំច្បិចយកមកឲ្យបងប្អូនបានយល់នោះគឺរៀងបំណុល$30,000ថាតើរឿងហេតុចាប់ផ្ដើមពីខាងណាសូមបងប្អូនតាមដានទស្សនាហើយវែកញែកថាតើភាគីណាត្រូវភាគីណាខុសទាំងអស់គ្នាបើយោងទៅតាមការបកស្រាយរបស់លោកមធុរាដែលជាស្វាមីរបស់អ្នកនាងតេងតាណាបាននិយាយថាអ្នកនាងជីជីនិងអ្នកនាងតេងតាណាគឺបានសហការគ្នារកស៊ីផលិតផលអនឡាញនេះតាំងពីឆ្នាំ2018និង19ប៉ុន្តែនៅកំឡុងឆ្នាំ19នោះដោយសារតែមានការចុះ audit គឺមានការខ្វះឯកសារនិងរកឃើញថាអ្នកទាំងពីរមិនមានឯកសារគ្រប់គ្រាន់ក្នុងការលក់ផលិតផលនេះអ្នកទាំងពីរក៏បានចាប់ផ្ដើមធ្វើឯកសារឡើងវិញនិងបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះបងប្អូនស្រីរបស់ខ្លួននិងឈ្មោះតេងតាណានេះផ្ទាល់តែម្ដងអ្នកទាំងពីរក៏បានរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងការលក់ដូរដែលអ្នកនាងតេងតាណាគឺគាត់ទទួលបាន view ច្រើននៅពេលដែល live និងទទួលបានការកម្មង់កញ្ចប់ផលិតផលនោះច្រើនខ្លាំងមែនទែនពីមួយថ្ងៃទៅមួយថ្ងៃអ្នកនាងជីជីចេះតែកើតការប្រៀបធៀបនឹងចិត្តច្រណែនទៅលើអ្នកនាងតាណាគាត់ក៏សម្រេចចិត្តដក page ធំនោះលែងឲ្យអ្នកទាំងពីរ live និងអ្នកទាំងពីរលក់ទៀតហើយក៏បានប្រាប់អ្នកទាំងពីរឲ្យកាត់យកទៅលក់ដូចជាតំណាងចែកចាយអញ្ចឹងម៉ាស៊ីនចង់លក់ទៀតអ្នកទាំងពីរមានភាពពិបាកខ្លាំងមែនទែនក្នុងពេលនេះប៉ុន្តែអ្នកនាងជីជីគឺមិនអស់ចិត្តនោះទេក៏បានហៅមេធាវីដើម្បីធ្វើឯកសារឲ្យអ្នកនាងតេងតាណាផ្ទេរភាគហ៊ុន500%ដើម្បីឲ្យខ្លួនដែលជាម្ចាស់ក្រុមហ៊ុនតែម្នាក់ប៉ុណ្ណោះការផ្ទេរឯកសារនេះត្រូវបានធ្វើឡើងដោយមានមេធាវីជាសាក្សីនៅខែ10ឆ្នាំ2021បន្ទាប់ពីធ្វើការផ្ទេរឯកសារផ្ទេរភាគហ៊ុនឲ្យអ្នកនាងជីជីរួចរាល់ហើយអ្នកនាងតេងតាណាបានចុះចេញពីទីកន្លែងនោះដែលមានលុយនៅជាប់ខ្លួនត្រឹមតែ15,000ជាមួយនឹងឡានពណ៌ក្រហមមួយប៉ុណ្ណោះអ្នកទាំងពីរក៏ចាប់ផ្ដើមជីវិតសាជាថ្មីបង្កើតអ្វីដែលជារបស់ខ្លួនឯងនិងរៀបចំឯកសារថ្មីទាំងអស់ហើយសម្រាប់អ្នកនាងជីជីគឺដឹងខ្លួនថាខ្លួនឯងខុសមានអារម្មណ៍ថាឯកាកណ្ដាច់កណ្ដែងក៏បានទៅសុំទោសអ្នកនាងតេងតាណាដល់មុខផ្ទះតែម្ដងគាត់ក៏ចាប់ផ្ដើមនិយាយរកគ្នាធម្មតាប៉ុន្តែទំនាក់ទំនងមិនដូចមុននោះទេហើយគ្រួសារនិងអ្នកនាងតេងតាណាបានដាស់តឿនដើម្បីឲ្យអ្នកនាងជីជីរៀបចំឯកសារក្រុមហ៊ុនសារជាថ្មីឡើងវិញនិងបង់ពន្ធជូនទៅខាងពន្ធដារផងដែរខ្លាចក្រែងថ្ងៃណាមួយសាវនកម្មគេចុះមកនឹងផាកពិន័យផងដែរប៉ុន្តែរាល់បញ្ហាដែលអ្នកនាងតេងតាណាប្រាប់ទាំងអស់នោះគឺអ្នកនាងជីជីគាត់មិនខ្វល់នោះទេនៅថ្ងៃខែកក្កដាឆ្នាំ2024ចាខាង audit គេក៏បានចុះធ្វើសាវនកម្មទៅដល់ក្រុមហ៊ុនគាត់មែនបន្ទាប់មកទៀតខែ8ឆ្នាំ2024ក៏កើតមានរឿងចំនួននេះកាន់តែខ្លាំងដោយសារតែក្រុមសាវនកម្មគេឆែកឃើញឆ្នាំ2022-23ខាងក្រុមហ៊ុនអ្នកនាងជីជីមិនបានបង់ពន្ធជូនឲ្យខាងពន្ធដែរនោះទេអញ្ចឹងហើយក៏មានបញ្ហាផ្ទុះនៅខែ8ឆ្នាំ2024ដែលធ្វើឲ្យអ្នកនាងជីជីនិងតេងតាណាមានការពាក់មុខយៈដាក់គ្នាផងដែរហើយអ្នកនាងជីជីគឺបានចោទប្រកាន់ទៅអ្នកនាងតេងតាណាថាបន្សល់ទុកនៅលុយ$30,000ដែលជាបំណុលឲ្យនាងសងរហូតមកទល់សប្តាហ៍ថ្ងៃសម្រាប់លុយ$30,000នេះគឺក្រុមគ្រួសារនិងអ្នកនាងតេងតាណាបដិសេធមិនចេញមុខដោះស្រាយនិងសងចំនួននោះទេដោយសារតែខ្លួនបានបញ្ចប់នឹងទេភាគហ៊ុនឲ្យតាំងពីឆ្នាំ2021មកម្លេះអញ្ចឹងឆ្នាំ2022-23គឺខ្លួនមិនពាក់ព័ន្ធទៀតនោះទេដោយសំអាងលើឯកសារ
ដែលលោកមេធរាយកមកបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុង live គឺមានគ្រប់គ្រាន់តែម្ដងចាបងប្អូនទាំងអស់គ្នានាងខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណេះសម្រាប់ការវាយតម្លៃរបស់បងប្អូនយ៉ាងណានោះបងប្អូនអាចវាយតម្លៃបាននាងខ្ញុំសូមមិនវាយតម្លៃចំពោះរឿងនេះទេពីព្រោះយើងនៅមានភាគបន្តទៀតសូមចងចាំទស្សនាទាំងអស់គ្នាបាយបាយ